ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកចំណេះដឹងមួយចំនួនទាក់ទងទៅនឹងការរៀបចំទ្រុងបាទចិញ្ចឹមសម្រាប់ទីកប៉ាផងដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្មីសូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការចិញ្ចឹមសត្វនេះបាទហើយខ្ញុំសូមអធិស្ឋានទុកជាមុនប្រសិនបើមានពាក្យពេចន៍លឺលួសខ្វះខាតត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានផងដែរបាទអញ្ចឹងក្នុងការរៀបចំទ្រុងបាទចឹងបងប្អូនមួយចំនួនគាត់បានដឹងនិងបងប្អូនមួយចំនួនទៀតគាត់មិនទាន់បានដឹងអំពីបច្ចេកទេសក្នុងការរៀបចំទ្រុងនៅឡើយទេបាទនៅក្នុងប្រធានបទនេះគឺបងប្អូនគួរតែយល់ដឹងទាំងអស់គ្នាបាទអញ្ចឹងទ្រុងគឺជាជំរកបាទគឺជាជំរកមួយបាទជាផ្នែកមួយដ៏សំខាន់ក្នុងចំណោមកត្តាសំខាន់នៃដំណើរការចិញ្ចឹមទាបាទទាកប៉ាបាទហើយទ្រុងអាចជួយការពារទាកប៉ាពីអាកាសធាតុមិនល្អបាទសត្រូវបំផ្លាញនិងទាក់ទងទៅនឹងជំងឺបាទនានាតាមរយៈបាទការបង្ខាំងបាទផ្ដាច់ចេញពីប្រភពចម្លងជំងឺទាំងឡាយផងដែរបាទជំរកឬក៏ទ្រុងបាទទាកប៉ានឹងមានច្រើនសន្តានបាទទោះបីយ៉ាងណាបាទអ្នកចិញ្ចឹមទាកប៉ាទាំងឡាយហ្នឹងគួរតែជ្រើសរើសលក្ខណៈទ្រុងដែលមានទីធ្លាបាទបិទជិតបាទទីធ្លាសម្រាប់ទាដើរលេងបាទអញ្ចឹងក្នុងការសាងសង់ទ្រុងក៏ដូចជាការរៀបចំទ្រុងហ្នឹងគឺមានគុណសម្បត្តិបាទមានគុណសម្បត្តិនៃដូចជាគំរូទ្រុងមានទីធ្លាបិទជិតបាទអញ្ចឹងវាមានគុណសម្បត្តិដូចជាបាទគឺវាដូចថាវាការពារបាទការពារពីកម្ដៅព្រះអាទិត្យបាទនៅរដូវក្តៅនិងរដូវភ្លៀងបាទភ្លៀងខ្លាំងឬក៏ខ្យល់ខ្លាំងបាទមួយទៀតទ្រុងបាទការពារទាកប៉ាហ្នឹងឲ្យមានសុវត្ថិភាពបាទពីសត្រូវដូចជាសត្វឆ្កែបាទសត្វឆ្មាពស់កដោសត្វស្លាបបាទស៊ីសាច់ជាដើមបាទចឹងបងប្អូនគួរតែធ្វើទ្រុងក្នុងការចិញ្ចឹមទាកប៉ាបាទហើយទ្រុងការពារទាកប៉ាមិនឲ្យវាចេញបាទបំផ្លាញដូចជាច្បារដូចជាដំណាំផ្សេងបាទដែលបងប្អូនថាដាំដំណាំដូចជាស្រូវបាទដូចជាបន្លែបាទឬក៏កូនដំណាំក្នុងកសិដ្ឋានបាទអញ្ចឹងកាលណាបងប្អូនអត់មានទ្រុងទេទាប្រកាសជាវាចូលស៊ីបាទចូលស៊ីធ្វើឲ្យខូចដំណាំរបស់បងប្អូនជាដើមបាទមួយទៀតគឺកាត់បន្ថយការឆ្លងជំងឺពីខាងក្រៅបាទមកក្នុងបាទនិងពីក្នុងទៅក្រៅផងដែរបាទនឹងងាយស្រួលក្នុងការផ្ដល់ចំណីបាទទឹកដូចជាការចាក់វ៉ាក់សាំងនិងត្រួតពិនិត្យសុខភាពបាទអញ្ចឹងបងប្អូនគួរតែធ្វើទ្រុងវាទៅបាទចំណុចមួយទៀតតកតងទៅនឹងការសង់បាទសាងសង់ទ្រុងចិញ្ចឹមសម្រាប់ទាកប៉ាហ្នឹងអញ្ចឹងបងប្អូនគួរតែបាទប្រើប្រាស់សម្ភារៈសម្រាប់បាទសាងសង់ទ្រុងហ្នឹងបាទចិញ្ចឹមទាកប៉ាដែលមានឬក៏ងាយស្រួលរកនៅក្នុងភូមិបាទអញ្ចឹងបងប្អូនមានដូចជាដើមឫស្សីបាទដើមដូងឬក៏ដើមព្រីងខ្យល់ស្លឹកត្នោតស្បូវអីហ្នឹងបាទបងប្អូនមានដូចជាឈើអីហ្នឹងបងប្អូនអាចបាទធ្វើខ្លួនឯងទៅបាទចឹងធ្វើយ៉ាងណាឲ្យដូចថាឲ្យមានទីធ្លាឲ្យវាដើរលេងណាបាទហើយមួយទៀតតើបងប្អូនត្រូវជ្រើសរើសបាទទីតាំងចិញ្ចឹមទាកប៉ាបាទដូចម្ដេចបាទឲ្យវាសមស្របឲ្យវាត្រឹមត្រូវតាមបច្ចេកទេសបាទអញ្ចឹងចំណុចទី1គឺទាកប៉ាបងប្អូនគួរតែដាក់ចិញ្ចឹមនៅជិតផ្ទះដែលអាចងាយស្រួលក្នុងការមើលថែបាទមើលវាបាទចំណុចទី2គឺជ្រើសរើសបាទទីទួលសម្រាប់បាទសាងសង់ទ្រុងបាទទ្រុងទាហ្នឹងដើម្បីឲ្យទឹកងាយស្រួលក្នុងការហូរចេញបាទចំណុចទី3គឺបាទនៅលើទីតាំងទូលាយបាទនៅលើកន្លែងដែលថាដីថាទូលាយដីមិនស្អិតនិងមានប្រភពទឹកនៅជិតបាទចំណុចមួយទៀតគឺទីតាំងដែលអាចមានចំណីគ្រប់គ្រាន់សម្រាប់ទាស៊ីបាទទឹកសម្រាប់ផឹកនិងហែលេងផងដែរបាទអញ្ចឹងចំណុចមួយទៀតគឺបាទចំណុចចុងក្រោយគឺទីតាំងដែលមានម្លប់បាទដូចជាម្លប់ដើមឈើម្លប់អីចឹងណានឹងអាចការពារពីល្បឿនខ្យល់បក់បាទខ្លាំងបាទផងដែរបាទអញ្ចឹងបងប្អូនគួរតែសាងសង់កន្លែងដែលមានដូចថាម្លប់ឈើបាទកន្លែងណាកុំឲ្យវាលពេកបាទកាលណាវាលពេកករណីមានខ្យល់ដូចជាខ្យល់កន្ត្រាក់អីធ្វើឲ្យថាលបើកទ្រុងបាទលបើកទ្រុងវាធ្វើឲ្យទីរបស់បងប្អូនដូចជាកើតនៅជំងឺផ្សេងៗផងដែរឬក៏ប៉ះពាល់ដល់សុខភាពបាទ
នៅពេលដែលខ្យល់បក់ខ្យល់ប៉ើងនោះវាធ្វើឲ្យប៉ះពាល់បាទមកមួយទៀតតកតងនឹងសន្តានទូទៅនៃទ្រុងទីកប៉ាបាទចឹងទំហំទ្រុងទីកប៉ាដែលបងប្អូនត្រូវសាងសង់គឺអាស្រ័យទៅលើទំហំដីដែលបងប្អូនមានបាទឬក៏ស្ថានភាពរបស់ដីរបស់បងប្អូនបាទបើបងប្អូនចិញ្ចឹមបើមានបាទតកតងទៅនឹងពូទាប្រហែលជា5ទៅ9ក្បាលនោះទ្រុងបាទត្រូវមានបណ្ដោយប្រវែង5ម៉ែត្របាទនិងទទឹង2ម៉ែត្រកន្លះចឹងទៅបាទចំណែកមេដំបូលវាមានកម្ពស់ខ្ពស់ពីដីហ្នឹងបាទពី3ម៉ែត្របាទ3ម៉ែត្របានហើយកុំឲ្យខ្ពស់ពេកបាទឬក៏2ម៉ែត្រ7ចឹងទៅនឹងជើងរៀងទ្រុងគឺ1ម៉ែត្រ7ទឹកបាទធ្វើយ៉ាងណាយើងថាដើរចូលរួចទៅបាទកុំឲ្យទឹកក្បាលទៅអីយ៉ាងណាបាទហើយទ្រុងបាទបែងចែកជា2ខណ្ឌទៅបាទ2បន្ទប់ទៅគឺបន្ទប់ទី1គឺសម្រាប់បើថាមេបាពូជនិងមួយទៀតគឺសម្រាប់បំពន់កូនទីកប៉ាបាទសម្រាប់កប៉ាសាច់បាទបំពន់យកសាច់បាទហើយមួយទៀតគឺទ្រុងបាទទ្រុងគួរសាងសង់ឲ្យបានន័យថាទូលាយបាទបើបងប្អូនមានន័យថាទីធ្លាដីគ្រប់គ្រាន់បងប្អូនធ្វើឲ្យយើងធំតិចណាបាទមិនបាច់នៅថាធ្វើទៅតាមអ្វីដែលខ្ញុំនិយាយទេបាទយើងបងប្អូនយើងមានដីប៉ុណ្ណាបងប្អូនគួរតែធ្វើដូចថាមកសំល្មមដែលអាចដាក់ទីឲ្យបានថាទូលាយបាទទូលាយល្អដើម្បីឲ្យវាដើរបាទបើយើងសង់ជាតិវាធ្វើឲ្យទីរបស់បងប្អូនថាវាកើតជំងឺ stress និងងាយឆ្លងជំងឺផងដែរបាទចំណុចទីមួយទៀតគឺតកតងទៅនឹងការរៀបចំធ្នើសម្រាប់ទីកប៉ាបាទអញ្ចឹងជាធម្មតាមិនថាមួនមិនថាទាបងប្អូនបាទគួរតែរៀបចំធ្នើវាបាទសម្រាប់ឲ្យវាដេកបាទឬក៏យើងធ្វើបាទកន្លែងណាមួយដែលថាឲ្យផុតពីដីបាទវាជិះវៀងក្នុងការកើតជំងឺបាទហើយមួយទៀតបងប្អូនមិនគួរធ្វើខ្ពស់ពេកទេបាទយើងធ្វើកម្ពស់ទាបបានហើយកម្ពស់ទាបវាដូចមន់ទេបាទធ្វើត្រឹមថាជង្គង់បានហើយបាទឲ្យវាឡើងដេកលើនឹងទៅបាទត្រឹមកន្លះម៉ែត្របានហើយបាទហើយមួយទៀតបងប្អូនរៀបចំដូចជាបាទតកតងទៅនឹងបាទកម្រាលសម្រាប់ទាបាទកម្រាលសម្រាប់ទាហ្នឹងបាទបើសិនបើបងប្អូនចិញ្ចឹមមិនបានធ្វើបើថាធ្នើសម្រាប់ទាកប៉ាដេកទេបាទអញ្ចឹងបងប្អូនគួរតែមានកម្រាលបាទមានកម្រាលតកតងទៅនឹងដូចជាសម្ភារៈមួយចំនួនដែលថាវាស្ងួតដូចជាបាទស្មៅឬក៏ចំបើងឬក៏កុំតិចគំទីបាទផ្សេងហ្នឹងអាចអណាអាចអង្កាមហ្នឹងបាទអង្កាមហ្នឹងបងប្អូនអាចក្រាលវាទៅបាទហើយមួយទៀតគឺកម្រាលហ្នឹងវាជួយវាស្រូបនៅសំណើមបាទលីមួកទីកប៉ាផងដែរដូចយើងចិញ្ចឹមមាន់អញ្ចឹងបាទនៅក្នុងទ្រុងយើងត្រូវក្រាលអង្កាមហ្នឹងទៅឬក៏កំតិចអាចអណាបាទអញ្ចឹងបងប្អូនចិញ្ចឹមមាន់បងប្អូនចេះហើយបាទខ្ញុំធ្លាប់ចេញវីដេអូមុនតាក់ទងទៅនឹងការចិញ្ចឹមមាន់បាទអញ្ចឹងវាស្តៀងទៅនឹងការចិញ្ចឹមទីកប៉ាអញ្ចឹងបាទបងប្អូនគួរតែក្រាលដូចថាអ្វីដែលថាស្ងួតបាទចំបើងឬក៏អង្កាមហ្នឹងបងប្អូនគួរតែដាក់ឲ្យវាទៅបាទកន្លែងឲ្យវាដេកបាទបើមួយទៀតថាតើត្រូវបាទធ្វើដូចម្ដេចបាទបើទីតាំងសម្រាប់បងប្អូនចិញ្ចឹមហ្នឹងអត់មានស្រះសម្រាប់ទីកប៉ាលេងអញ្ចឹងបងប្អូនគួរតែធ្វើយ៉ាងម៉េចបាទបើសិនបើកន្លែងបងប្អូនបាទដាក់ចិញ្ចឹមទីកប៉ាដែលថាมันមានតពាំងឬក៏ស្រះទឹកសម្រាប់ការពារជាទាចុះលេងឬក៏បងប្អូនត្រូវឆ្នៃវាបាទជីកដីអញ្ចឹងទៅឬក៏អាចជាចាក់បាទចាក់ដីឥដ្ឋបាទទៅតងឥដ្ឋហ្នឹងចាក់3 4បាទ3 4ឥដ្ឋទៅដើម្បីឲ្យវាលេងបាទចាក់សាបឲ្យវាទៅបាទអញ្ចឹងបងប្អូនអាចកាប់ជារណ្ដៅក៏បានបាទអាចរៀបជាបាទឥដ្ឋក៏បានបាទជាជំរឿសរបស់បងប្អូនដើម្បីឲ្យថាឲ្យវាទាលេងបាទអញ្ចឹងក្នុងការធ្វើបាទធ្វើតកតងទៅនឹងអាងទឹកសពនិមិត្តហ្នឹងបងប្អូនអាចឆ្នៃដូចជាជីករណ្ដៅបាទបងប្អូនមិនលើថាចំណាយច្រើនតកតងទៅនឹងទិញឥដ្ឋឬក៏ស៊ីម៉ងបងប្អូនជីករណ្ដៅទៅបាទអញ្ចឹងជីកអត់មានអីវាបាក់ទេយើងជីកយ៉ាងណាឲ្យថាកុំឲ្យធំពេកឬក៏កុំឲ្យរាក់ពេកបាទហើយនឹងកុំឲ្យជ្រៅពេកអញ្ចឹងណាបាទហើយបន្ទាប់មកបងប្អូនយកតង់បាទតង់គេថាឬក៏កស៊ូបាទក្រាលបាទពីក្រោមដើម្បីកុំឲ្យវាជៀបទឹកបាទអ
ហើយបន្តមកបងប្អូនបញ្ចូលទឹកទៅបាទត្រឹមមាត់បាទអ្វីដែលបងប្អូនជីកហ្នឹងដូចជាមាត់ដែលថារណ្ដៅហ្នឹងបាទកុំអោយច្រើនពេកបាទអញ្ចឹងដាក់ល្មមបានហើយបាទហើយកាលណាបងប្អូនធ្វើអញ្ចឹងគឺវាធ្វើឲ្យទារបស់បងប្អូនងាយស្រួលក្នុងការហែលទឹកនិងលេងទឹកបាទនិងសម្អាតខ្លួនសម្អាតវាដូចជាមានដូចជាធូលីឬក៏មេរោគផ្សេងបាទនៅក្នុងខ្លួនរបស់វាបាទអញ្ចឹងបងប្អូនគួរតែច្នៃអញ្ចឹងទៅបាទហើយមួយទៀតបងប្អូនបើសិនជាបងប្អូនមានលទ្ធភាពបងប្អូនអាចនិយាយថារៀបដូចជាស៊ីម៉ងឬក៏អិតអញ្ចឹងទៅបើសិនបងប្អូននិយាយថាមិនចង់ចំណាយច្រើនបងប្អូនច្នៃដោយអ្វីដែលខ្ញុំប្រាប់អញ្ចឹងទៅបាទជីកជារណ្ដៅទៅបាទជាការស្រេចក្រាលជាមួយនឹងកស៊ូឬក៏តង់អញ្ចឹងណាបាទចាក់ទឹកឲ្យវាលេងទៅបាទអញ្ចឹងចំណាំបងប្អូនដែលគួរទៅថាចងចាំបាទទី1គឺបាទមិនត្រូវបងប្អូនមិនត្រូវឲ្យកូនទាកប៉ាតូចហ្នឹងអាយុក្រោម8ថ្ងៃបាទចូលលេងទឹកក្នុងកូនអាងនោះឡើយបាទកូនទាកប៉ាដូចជាអាយុលើសបាទបើសិនបើកូនទាកប៉ាអាយុលើស8ថ្ងៃបាទអាចដាក់ឲ្យលេងទឹកយូរបំផុតត្រឹម2ទៅ3បាទនាទីតែប៉ុណ្ណោះបាទហើយត្រូវប្រយ័ត្នកុំឲ្យកូនទាកប៉ាលេងទឹករហូតដល់រងាញាក់បាទអញ្ចឹងបងប្អូនយល់ល្អយើងដាក់ឲ្យវាលេងមួយផ្លែតហ្នឹងទៅបាទកុំឲ្យវាទុកយូរបើសិនជាបាទចំណុចទី2បើទឹកដូចថាកខ្វក់បងប្អូនគួរតែបាទបញ្ចូលទឹកថ្មីឬក៏បដូរទឹកបាទទឹកថ្មីទៅបើសិនជាបងប្អូនទុកយូរវាអាចបណ្ដាលឲ្យកើតដូចជាមេរោគផ្សេងបាទសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេដើម្បីចែករំលែកបងប្អូនយល់ដឹងទាំងអស់គ្នាអំពីការចិញ្ចឹមទីកប៉ានេះផងដែរបាទហើយសម្រាប់វីដេអូបន្តទៀតនឹងខ្ញុំនឹងប្រាប់អំពីរបៀបក្នុងការជ្រើសរើសពូជនិងការបង្កាត់ពូជទីកប៉ាបាទឲ្យបានន័យថាទទួលបានផលល្អបាទអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe សូមបងប្អូនសូមជួយចុច Subscribe ដើម្បីទទួលបានចំណេះដឹងអំពីការចិញ្ចឹមសត្វផងដែរបាទហើយខ្ញុំសូមអធិស្ឋានប្រសិនបើខ្ញុំមានពាក្យពេចន៍លើសលួសខ្វះខាតបាទត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានបាទជាចុងក្រោយជូនពរបងប្អូនទាំងអស់គ្នាមិនថាបងប្អូនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសសូមឲ្យបងប្អូនទទួលបានសុខភាពល្អបាទនិងទទួលទានមានបានគ្រប់ភារកិច្ចទាំងអស់បាទទាំងការចិញ្ចឹមសត្វឬក៏ចិញ្ចឹមអ្វីផ្សេងៗបាទរកស៊ីលក់ដូរបាទមុខរបរផ្សេងសូមឲ្យបងប្អូនជ័យជំនះគ្រប់ភារកិច្ចទាំងអស់ផងដែរបាទអញ្ចឹងអរគុណច្រើនជំរាបលាបាទ